Hello តាចាហៅសួស្តីអ្នកទាំងអស់គ្នានៅក្នុងពេលវេលាឱកាសនេះឡាស៊ឺបានបង្ហាត់នៅភាសាចិនវគ្គថ្មីឬក៏ពាក្យថ្មីទៀតហើយនៅក្នុងคลิปវីដេអូនេះសូមសិស្សទាំងអស់ដែលបានសិក្សាជាមួយឡាស៊ឺคลิปវីដេអូខ្លីៗដើម្បីទទួលបានចំណេះដឹងភាសាចិនអញ្ចឹងសិស្សទាំងអស់ត្រូវតែជួយ like ជួយ share ឲ្យបេះដូងឡាស៊ឺផងហើយឡាស៊ឺនឹងមានកម្លាំងចិត្តបង្ហាត់ការសិក្សារៀនសូត្រជាប្រចាំថ្ងៃនៅក្នុងភាសាចិននេះដើម្បីឲ្យយើងបានទទួលបាននៅសិក្សាពាក្យថ្មីៗជាប្រចាំអញ្ចឹងណាបងហើយយើងឥឡូវអានទាំងអស់គ្នាចូលមេរៀនទី1ហើយទី1ខមេរៀនទី1សង្ឈើពាក្យថ្មីចាំឡាស៊ឺកន្លែងនេះអត់បានដាក់ភីងអីទេយើងត្រូវថាពាក្យថាសិនច្រើនបុគ្គលិកវីដេអូមុនឡាស៊ឺបានដាក់ភីងអីហើយអញ្ចឹងយើងមើលយើងបាច់ចាំពឹងលើភីងអីទេយើងរៀនបណ្ដាយើងកុំពឹងលើភីងអីពេកកាលណាយើងពឹងលើភីងអីពេកការចាំនេះគឺចាំតែភីងអីទេតែយើងមិនបានចាំជាគំនុះនៃអក្សរចិននេះអញ្ចឹងឡើយគឺអត់ដាក់ជាភីងអីហើយអញ្ចឹងពាក្យថាសិនច្រើននេះគឺដឹងថាពាក្យថ្មីហើយបន្ទាប់មកninhមិននេះគឺពួកអ្នកបង្ហាញការគោរពចំពោះអ្នកមនុស្សចាស់ឬក៏គេអាយុបងយើងណាបងនីមិនពួកអ្នកវ៉មិនពួកខ្ញុំឬក៏ពួកយើងថាមិនពួកគាត់ឬសំដៅទៅលើមនុស្សប្រុសថាមិនសំដៅទៅមនុស្សស្រីពួកគាត់ដែរសំដៅទៅមនុស្សស្រីថាមិនសំដៅទៅពួកសាក់ហើយក៏គុណក្មេងអីហ្នឹងណាហើយនេះហើយតាមហ្នឹងហើយដល់ពេលninhមិននេះសំឡេងទីប៉ុន្មានបងសំឡេងទីប៉ុន្មានសំឡេងទី2ឡើងមាន4សំឡេងនេះសំឡេងទី2ដល់ពេលninhមិននេះគឺសំឡេងទី3គឺចុះហើយឡើងដល់ពេលវ៉មិនក៏សំឡេងទី3ចុះហើយឡើងថាមិននេះគឺសំឡេងស្មើគឺសំឡេងទី1ថាមិននេះក៏សំឡេងទី1ដែរហើយដល់ពេលថាមិននេះគឺសំឡេងទី1ដែរអញ្ចឹងសិស្សទាំងអស់ត្រូវចាំថានៃគំនុំអក្សរចិនផងយើងត្រូវចាំពីមកនិងសូរសំឡេងផងដោយតាមបណ្ដាប់បណ្ដោយនៃការអាននៃការសរសេរហើយរបៀបសរសេរជាប្រចាំអីឡើយគឺដាក់ជាចំនួនក្នុងវីដេអូខ្លីៗដែលឡាស៊ឺបានបង្ហោះនេះហើយយើងសិក្សាបន្ថែមរៀនទូរៀនផ្សេងរៀនចំណាំទាំងអស់គ្នាសិក្សាចៃជា